lên đi nhom canh tham phiếp ban một đòn bậc con cốtរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គធ្លាប់គង់អាស្រ័យនៅទីកន្លែងនេះជាអចលចេតិយពពុទ្ធចំនួន4ព្រះអង្គរួចមកហើយដែលព្រះអង្គគង់នៅទីកន្លែងនេះបងចម្រើនពរញាតិញោមបងនៅអាត្មាបានថ្វាយបង្គំប្រកនកុដរបស់ព្រះសម្មាសម្ពុទ្ធនៅខាងក្រោយអាត្មាភាពនេះបងទីកន្លែងនេះជាមូលប្រកនកុដបងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គធ្លាប់គង់អាស្រ័យនៅក្នុងសម័យកាលព្រះអង្គនៅមានបជនណាបងព្រះអង្គគង់នៅទីកន្លែងនេះហើយទេវតាជាច្រើនណាស់ដែលមកជួបព្រះអង្គនៅទីកន្លែងនេះបងហើយសំបីលោកសទ្ធិអនាថបិណ្ឌអីក៏មកថ្វាយបង្គំព្រះអង្គនៅទីកន្លែងនេះផងដែរបងរៀងក្តៅតិចញាតិញោមបងញាតិញោមទស្សនាមើលនៅខាងនេះនេះទីបរិវេណទាំងមូលនេះប៉ុណ្ណានៃញាតិញោមនេះនៅល្ងាចបន្តិចអាត្មាភាពនឹងបានដឹកនាំព្រះសង្ឃក៏ដូចជាញាតិញោមជាច្រើនព្រះអង្គ40អង្គអ្នកជាងបងនឹងត្រូវមកបូជាការកម្រងគ្រឿងក្រអូបផ្កាភ្ញីអីផ្សេងនៅទីកន្លែងនេះបងនៅមូលប្រកនកុដរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គធ្លាប់គង់អាស្រ័យនៅក្នុងទីវត្តចិត្តពុទ្ធនេះហើយកន្លែងនេះព្រះអង្គពុទ្ធព្រះអង្គគង់នៅ4អង្គរួចហើយញាតិញោមព្រោះនៅសល់មួយព្រះអង្គទៀតដោយសារនៅក្នុងផតកັບយើងនេះមានព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងចំនួន5អង្គបងហើយសម័យខាងក្រោយមកទៀតនៅក្នុងសម័យកាលព្រះសិអាមេត្រីព្រះអង្គត្រាស់ដឹងគឺប្រកនកុដនៅទីកន្លែងនេះក៏ព្រះអង្គគង់នៅកន្លែងនឹងដែរបងអញ្ចឹងកន្លែងនេះគេហៅថាអចលចេតិយបងជាទីកន្លែងដែលมันប្រែប្រួលញាតិញោមបងជាទីកន្លែងដែលมันប្រែប្រួលគឺនៅដដែលបងក្នុងផតកັບយើងហ្នឹងព្រះអង្គគង់នៅចំនួន5អង្គនៅទីប្រកនកុដរបស់ព្រះសម្មាសម្ពុទ្ធបងអញ្ចឹងសូមប្រគេនបុណ្យចែកជូនបុណ្យកុសលដល់ញាតិញោមទាំងអស់គ្នាបានជាចំណែកបុណ្យកុសលបានជាបច្ច័យបាននៅបញ្ញារួចផុតចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាព្រះសូមអនុមោទនា